ជាកិច្ចចាប់ផ្ដើមអនុញ្ញាតឲ្យរូបនាងខ្ញុំធ្វើការគោរពជំរាបសួរទៅដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងមិត្តអ្នកអានទាំងអស់ជាទីគោរពនាងខ្ញុំឈ្មោះធីសន្ធរិសាមកពីថ្នាក់ទី9 NGSB2 នៅវិទ្យាល័យប្រយុទ្ធបន្តសាលារៀនចំនួនថ្មីហើយនាងខ្ញុំក៏ជាសមាជិកមួយរូបនៅក្នុងក្រុមអ្នកនិពន្ធផងដែរដែលជាម្ចាស់ស្នាដៃរឿងវិទ្យាល័យវិទ្យាសាស្ត្រនិងធ្លាប់បាននិពន្ធរឿងបាក់សៃបាក់ស្លាប់កាលពីឆ្នាំ2023ដូច្នេះហើយតែនាងខ្ញុំចង់បង្ហាញនៅគោលបំណងមួយចំនួនក៏ដូចជាសកម្មភាពដែលជាទម្លាប់ហើយវិបាកនិងដំណោះស្រាយនៅក្នុងកំឡុងពេលដែលសរសេរសាច់រឿងវិទ្យាល័យវិទ្យាសាស្ត្រផងដែរតើនេះនាងខ្ញុំសូមបកស្រាយពីគោលបំណងសំខាន់នៅក្នុងការតាក់តែងរឿងជាមុនសិនគោលបំណងនៅក្នុងការតាក់តែងរឿងវិទ្យាល័យវិទ្យាសាស្ត្រមាន3ធំគឺចំណុចទី1ការលើកតម្កើងភាសាជាតិដែលយើងបានដឹងហើយថារឿងវិទ្យាល័យវិទ្យាសាស្ត្រត្រូវបានតាក់តែងឡើងជាភាសាជាតិដូច្នេះហើយរឿងនេះជួយលើកកម្ពស់អក្សរសាស្ត្រជាតិខ្មែរយើងតាមរយៈការអានសំណេរជាភាសាខ្មែរដែលបង្វែរអារម្មណ៍ឲ្យអ្នកអានទាំងអស់ចាប់អារម្មណ៍នៅក្នុងការប្រើប្រាស់ភាសាខ្មែរបានច្រើនជាងមុនចំណុចទី2បង្ហាញពីការស្រមើស្រមៃរបស់ខ្លួននាងខ្ញុំផ្ទាល់អំពីសង្គមនាពេលបច្ចុប្បន្នជាការបណ្ណាគ្រប់ប្រឡំលោកទាំងអស់សិតសងតែការចេញអំពីភាពស្រមើស្រមៃរបស់អ្នកនិពន្ធហើយនេះហើយនាងខ្ញុំចង់ចែករំលែកពីគំនិតច្នៃប្រឌិតក៏ដូចជាភាពស្រមើស្រមៃរបស់នាងខ្ញុំនិងបង្ហាញអំពីតថភាពសង្គមមួយចំនួននាពេលបច្ចុប្បន្នផងដែរចំណុចទី3ជំរុញនៅការអានប្រកាសណាការអានពិតជាមានសារៈសំខាន់ជាខ្លាំងពីព្រោះសៀវភៅស្ទើរតែគ្រប់ប្រភេទទាំងអស់តែងតែផ្ដល់នូវអត្ថប្រយោជន៍ក៏ដូចជាគុណតម្លៃផងដែរមិនថាសៀវភៅប្រឡំលោកឬសៀវភៅប្រភេទណាឡើយការអានសៀវភៅច្រើននាំមកនូវចំណេះដឹងថ្មីឲ្យមនុស្សធ្វើការអភិវឌ្ឍខ្លួនពិសេសនៅប្រឡំលោកទាំងអស់តែងតែមានតម្លៃអប់រំនៅក្នុងនោះដែលមនុស្សអាចយកមកធ្វើជាបទពិសោធន៍និងមេរៀនថ្មីសម្រាប់ជីវិតខ្លួនផងដែរឥឡូវនេះនាងខ្ញុំនឹងមកបង្ហាញអំពីទម្លាប់នៅក្នុងការសរសេរផលលំបាកនិងដំណោះស្រាយក្នុងអំឡុងពេលសរសេររឿងវិញម្ដងទី1ទម្លាប់នៅក្នុងការសរសេររឿងរបស់ខ្ញុំនាកំឡុងពេលសរសេររឿងខ្ញុំតែងតែស្វែងរកបរិយាកាសស្ងប់ស្ងាត់ក្នុងការសរសេរដែលទីតាំងអាចមានដូចជាផ្ទះបណ្ណាល័យឬហាងកាហ្វេជាដើមនៅពេលនេះខ្ញុំចូលចិត្តស្ដាប់តន្ត្រីក្នុងកំឡុងពេលសរសេររឿងដើម្បីឲ្យចូលអារម្មណ៍ក្នុងសាច់រឿងទី2ផលវិបាកដោយសារតែនាងខ្ញុំសរសេរសាច់រឿងដោយផ្ទាល់ខ្លួនដោយខ្លួនឯងនាងខ្ញុំក៏ត្រូវរ៉ាប់រងការងារជាច្រើនតែម្នាក់ឯងទាំងការសរសេរការពិនិត្យអក្ខរាវិរុទ្ធនិងរចនាប័ទ្មក្នុងសៀវភៅជាដើមដែលនាំឲ្យនាងខ្ញុំប្រឈមនឹងការលំបាកមួយចំនួនព្រោះនាងខ្ញុំពុំស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់កុំព្យូទ័រនៅឡើយតែទី3ដំណោះស្រាយទោះបីជាមានការលំបាកមួយចំនួនក្តីនាងខ្ញុំគិតខំប្រឹងប្រែងបញ្ចប់ការងារឲ្យបានជោគជ័យដែលមានជំនួយពីលោកគ្រូអ្នកគ្រូមិត្តភ័ក្តិនិងគ្រួសារទៅលើការងារមួយចំនួនក៏ដូចជាមតិយោបល់និងកម្លាំងចិត្តផងដែរចំណុចដែលសំខាន់នោះគឺការលើកទឹកចិត្តនិងមានកំណត់សិទ្ធិនិយមទៅលើខ្លួនឯងផងដែរចង់បញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណទៅដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូរួមទាំងមិត្តអ្នកអាចទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណនិងសូមគោរពលា